ស្ដីបងប្អូនអរគ្នាថ្ងៃនេះយើងបន្តលំហាត់លេខ2យើងបាទអញ្ចឹងយើងនាំគ្នាមើលប្រធានលំហាត់ទាំងអស់គ្នាណាលំហាត់លេខ2យើងគឺគេឲ្យយើងកំណត់ចំនួនតួនៃ switch បាទអញ្ចឹងចំនួនករបស់យើងហ្នឹងគឺគេឲ្យមក switch ហ្នឹងគឺមាន18 13 8បាទរហូតទៅដល់ដក102ហើយគេសួរថាតើនៅក្នុងចំណោមទាំងអស់ហ្នឹងណាតើវាមានប្រមាណតួបើឧទាហរណ៍ថាបើមានលេខ1លេខ2ដល់100អាហ្នឹងវាមាន100តួប៉ុន្តែលេខរបស់យើងមិនមែនចេញពីលេខ1លេខ2ទេគឺចេញពី18ទៅបាទអញ្ចឹងដើម្បីរកចំនួនតួគឺគោលដៅអ្នកនរត្រូវស្គាល់អំពីប្រភេទវាជាមុនសិនបាទអញ្ចឹងយើងនាំគ្នាមើលតើប្រភេទហ្នឹងចូលជាប្រភេទ switch និពន្ធឬក៏ switch ធនិមិត្តអញ្ចឹងអ្នកនាំគ្នាសាកដកសិនបើដកមិនត្រូវសាកធៀបវិញបាទអញ្ចឹង13យកទៅដក8ដក18ឃើញដក5បាទអញ្ចឹងឃើញដក5យក8យកទៅដកបាទ8ដក13ឃើញដក5បាទដក5គឺដក5ថេបាទថេទាំងអស់បែបនេះយើង5គេថាជា switch បាទជា switch និពន្ធអញ្ចឹង switch និពន្ធដែលអ្នកនាងបានរៀននៅក្នុងវីដេអូមុនខ្ញុំតាំងវាដោយនិមិត្តសញ្ញាបែបនេះណាបាទការតាំងអញ្ចឹងគឺធ្វើឲ្យយើងងាយស្រួលក្នុងការសរសេរលឿនខ្ជិលសេ switch និពន្ធសេនិពន្ធហ្នឹងវាយូរបាទអញ្ចឹងដើម្បីរកចំនួនតួវាគឺអ្នកនាងត្រូវប្រាប់សិនណាគេមានអ៊ុយអងស្មើនឹងបាទលេខ18បាទអ៊ុយអងណាបាទអញ្ចឹងដើម្បីសុំដើម្បីសរសេររូបមន្តហ្នឹងគឺអ្នកនរគ្នាត្រូវកំណត់រកចំនួនតួវាបានគឺយើងត្រូវកំណត់អ៊ុយអងហើយនឹងដេណាអញ្ចឹងដេគឺស្មើអ៊ុយ2ដកអ៊ុយអងអញ្ចឹងស្មើ13ដក18អញ្ចឹងយើងដកទៅគឺដក5ណាអញ្ចឹងខ្ញុំរំលឹកមេរៀនបន្តិចតទៅនឹង switch និពន្ធបាទចំពោះ switch និពន្ធអ៊ុយ n យើងត្រូវស្មើនឹងអ៊ុយអងបូកជាមួយនឹង n ដក1គុណដេហើយបើវាចេញពីអ៊ុយ0គឺអ៊ុយ0បូក n ដេប៉ុន្តែលំហាត់នេះគឺមិនមែនជាអ៊ុយ0ទេវាគឺជាអ៊ុយ n ណាបាទអញ្ចឹងអ្នកនរគ្នាកន្លែងហ្នឹងអ៊ុយអងមានដេមានអញ្ចឹងហើយអ្នកគ្នាតួចុងក្រោយណាតួចុងក្រោយជាទូទៅគឺជាអ៊ុយ n បាទហ្នឹងគឺជាអ៊ុយ n ណារបៀបនៃការកំណត់ចំនួនតួគឺយើងយកតួចុងក្រោយហ្នឹងគឺអ៊ុយ n ហ្នឹងស្មើនឹងដក102ណាអញ្ចឹងយើងសេតាមរូបមន្តមកតាមអ៊ុយ n ស្មើជាមួយនឹងបាទអ៊ុយអងបូកជាមួយនឹង n ដក1គុណអក្សរដេនេះនៅក្នុងប្រធានលំហាត់ហ្នឹងគោលដៅចំនួនតួគេសួរ n ណាបាទគេសួរ n ហ្នឹងតើ n ប្រមាណណាបាទ n ប្រមាណនេះអញ្ចឹងកន្លែងអ៊ុយ n នេះគឺយើងចំនួនឲ្យដក102បាទស្មើនឹងអ៊ុយអងគឺ18បូកជាមួយនឹង n ដក1ដេយើងគឺចំនួនឲ្យដក5បាទអញ្ចឹងនាំនេះដាក់ចូលមកបាទ102ស្មើនឹងរុញខាងនេះមកណាបាទអញ្ចឹងដក18ស្មើជាមួយនឹងដក 5n បូក5អញ្ចឹងអានេះវាឃើញដក120ស្មើនឹងដក 5n បូក5អញ្ចឹងយើងរកនេះមកខាងនេះអានេះមកចេះវិញណាបាទអញ្ចឹង 5n ស្មើជាមួយនឹង120បូក5បាទអញ្ចឹងនាំឲ្យ n យើងគឺស្មើនឹង125លើបាទលើ5អញ្ចឹងវាឃើញបាទ15ត្រូវហើយបាទសំដៅយើងចែក25ឃើញ25ណាបាទឃើញ25តួអញ្ចឹងយើងឆ្លើយបានថាដូចនេះចំនួនតួនៃ switch ខាងលើហ្នឹងណាគឺមានចំនួនបាទដូចនេះចំនួនតួរបស់វាគឺមានចំនួនតួនៃ switch គឺស្មើនឹងគឺ25តួណាបាទ25តួអាតួតាំងពី18ទៅដល់ដក102ហ្នឹងគឺជាចំនួនតួវាគឺមានចំនួន25តួណាបាទចំពោះលំហាត់ខនេះគឺដូចគ្នាដែរបាទចំនួនលំហាត់ខយើងគឺមាន20 10បាទ5ចុចរហូតដល់5លើ256បាទអញ្ចឹងចំពោះលំហាត់មួយនេះអ្នកនរគ្នាយើងមើលប្រភេទវាទៀតណាមុននឹងធ្វើបាទអញ្ចឹងបើយើងយកនេះដកទៅឃើញដក
យកនេះទៅឃើញដក5អត់ថេចឹងការដកយើងលែងត្រូវហើយបាទលែងចូលជាស្វីតនពន្ធណាឡើយយើងធៀបវិញយកនេះធៀបអានេះឃើញ1ភាគ2យកនេះធៀបអានេះឃើញ1ភាគ2អូខេបាទអញ្ចឹងជា1ភាគ2ហ្នឹងថេណាអញ្ចឹងខ្ញុំប្រាប់ថាជាស្វីតធរណីមាត្រវិញខ្ញុំសុំសេកាត់ណាបាទមានទី1គឺមានអុយអងយើងគឺស្មើនឹង20បាទហើយគុយណាមិនដេទេបាទយើងអញ្ចឹងគុយរបស់យើងគឺស្មើជាមួយនឹងអុយ2លើអុយអងអញ្ចឹងស្មើ10លើ20យើងស្រួលឃើញ1ភាគ1ភាគ2បាទអញ្ចឹងខ្ញុំរំលឹកមេរៀនតិចតាក់ទងនឹងតួទី n របស់វាបាទអុយ n នៃស្វីតធរណីមាត្រគឺស្មើអុយអងគុណនឹងគុយស្វ័យគុណ n ដក1អញ្ចឹងណាបាទអញ្ចឹងកន្លែងនេះយើងសេតាមបាទតាមអុយ n ត្រូវស្មើនឹងអុយអងគុណនឹងគុយស្វ័យគុណ n ដក1បាទអញ្ចឹងតួចុងក្រោយគេនេះនេះគឺជាអុយ n យើងចាំណាតួចុងក្រោយហ្នឹងគឺយើងតំណាងវាដោយអុយ n តែម្ដងអញ្ចឹងកន្លែងនេះគឺទៅជា5លើ256ស្មើនឹងអុយអងគឺលេខ20បាទគុណនឹងគុយយើងគឺ1ភាគ2បាទទាំងអស់ស្វ័យគុណ n ដក1អញ្ចឹងនេះរុញអានេះមកខាងនេះមកគឺមកគុណមកខាងនេះវិញណាអញ្ចឹងស្មើ1លើបាទស្មើនឹង5បាទ5លើ256គុណនឹង20បាទស្មើនឹង1ភាគ2ទាំងអស់ស្វ័យគុណ n ដក1បាទអញ្ចឹងពេលនោះយើងសម្រួលលេខ5ចោលមួយនេះសល់4ណាបាទហើយបើអ្នកនេះចែកកតាបឋម256ហ្នឹងចែកនឹង2មកបាទឃើញចែកនឹង2ណាបាទអញ្ចឹងខ្ញុំសុំចែកលឿនតិច128ចែក2គឺ64ចែកនឹង2ឃើញ32ចែក2 16ចែក2ឃើញ8ចែក2បាន4ចែក2បាន2ចែក2បាន1អញ្ចឹងយើងរាប់ទៅយើងឃើញថា2ស្វ័យគុណបាទ8អញ្ចឹងហ៎អញ្ចឹងកន្លែងហ្នឹងសល់1លើបាទ2ស្វ័យគុណ8អានេះសល់4 2ការ៉េទៀតណាបាទស្មើនឹង1ភាគ2ទាំងអស់ស្វ័យគុណ n ដក1អញ្ចឹងពេលហ្នឹងគឺអ្នកនរគ្នាប្រើលក្ខណៈស្វ័យគុណ a ស្វ័យគុណ m គុណនឹង a ស្វ័យគុណ n គឺស្មើនឹង a ស្វ័យគុណ m បូក n ត្រូវហើយបាទទី8ណាបាទអញ្ចឹងយើងបូកចូលគ្នាទៅឃើញ1លើ2ស្វ័យគុណ10បាទស្មើនឹង1ភាគ2ទាំងអស់ស្វ័យគុណ n ដក1អញ្ចឹងនេះអាចដាក់វាចូលគ្នាទាំងអស់ទៅបាទគឺស្វ័យគុណ10ស្មើនឹង1ភាគ2ទាំងអស់ស្វ័យគុណ n ដក1ហើយយើងអាចប្រើលក្ខណៈសមីការស្វ័យគុណ1 a ស្វ័យគុណ m មក a ស្វ័យគុណ n នោះអ្នកនរនេះនឹងទាញបាន m ស្មើ n តែម្ដងណាបាទនេះយើងថ្នាក់ទី11យើងនឹងរៀនមេរៀនមួយហៅថាមេរៀន exponential បាទអញ្ចឹងយើងទាញយកទៅតែម្ដងបាទអញ្ចឹងនាំឲ្យយើងទាញបាន n ដក1គឺស្មើលេខ10អញ្ចឹងនាំឲ្យ n ស្មើ11បាទអញ្ចឹងយើងអាចឆ្លើយបានដូចនេះចំនួនតួគឺស្មើនឹងណាដូចនេះចំនួនតួយើងគឺស្មើនឹងតួនៃ switch ណាបាទនៃ switch គឺមាន11បាទគឺ11តួបាទអញ្ចឹងកុំភ្លេចណាធ្វើកិច្ចការលំហាត់ខាងក្រោមនេះណា